ឥឡូវនេះយើងចាប់ដើម config router នេះមួយដោយ G ដែល model វាគឺ RG EW 7200 BE Pro ហើយហ្នឹងជា Wi-Fi mesh ក៏បាន repeater ក៏បានហើយ port វាមាន2.5 Gigabit per second port វាល្បឿនវានេះល្បឿន port នេះល្បឿន port អស់នេះហើយអានេះលយ port វាមានដល់8ប៉ុន្តែមាន WAN មួយហើយអានេះ WAN ផងមាន WAN ផង LAN ផងហើយដូចគ្នាមាន WAN ផង LAN ផងទៀតនេះ WAN ផង LAN ផងហើយអានេះ gaming អាពណ៌ខុសគេនេះអាមួយនេះគឺចឹងដែរអានេះសម្រាប់ gaming ហើយដើម្បី configure យើងមើលបាតវាដាក់ IP ជាទូទៅ IP router វា 192.168.11 ឬក៏ 192.168.01 ប៉ុន្តែអា 100G នេះវាដាក់ 192.168.110 ហើយ1វិញឥឡូវយើងចាប់ដើម configure វាទីមុននឹង configure ជាដំបូងយើងត្រូវភ្ជាប់ណាភ្ជាប់ខ្សែ cable network ហ្នឹងអានេះគឺមកពី main router ដែលបែងចែកមកឬក៏មកពី switch ដែលបែងចែកពី main router មកដោតចូលអា WAN ពណ៌លឿងនេះអានេះគឺជា port WAN ហើយយើងដោតចូលបើយើងដោតខុសគឺវាអត់ detect រកឃើញទេហើយអាមួយនេះយើងដោតចូលកុំព្យូទ័រដើម្បីយើង config IP បើយើងអត់ដោតចូលកុំព្យូទ័រទេយើងវាយ IP login វាអត់ចូលទេណាហើយឥឡូវយើងទៅមើលខ្សែភ្ជាប់ពី main router នោះមកហើយនៅក្នុង main router នេះយើងអត់បានភ្ជាប់ខ្សែ direct ពីនោះមកទេគឺយើងមានភ្ជាប់ខ្សែមួយភ្ជាប់មក switch វិញណានេះយើងមានខ្សែពី main router ហ្នឹងភ្ជាប់មក switch នេះហើយបានយើងបែងចែកពី switch នេះទៅណាឥឡូវយើងទៅមើលនៅខាងនោះចឹងខ្សែនេះពី switch មកហើយចូល WAN ហើយបន្ទាប់មកខ្សែនេះគឺភ្ជាប់ទៅកុំព្យូទ័រនេះខ្សែនេះបានភ្ជាប់ទៅកុំព្យូទ័ររួចហើយកុំព្យូទ័រប្រើខ្សែច្រើនណាស់ព្រោះឯ port ប្រើគ្មានសល់ទេចឹងពេលយើងមើលនេះភ្លើងឲ្យវា load plate អាហ្នឹងមានន័យថាយើងបានភ្ជាប់រួចហើយឥឡូវយើងចាប់ដើម config វាបាទដើម្បី configure router ដែលមាន IP គេដាក់នៅខាងខ្នងនោះគឺ92.168.110.1ណាហើយអានេះសម្រាប់ 100G ជាលើកទី1ហើយដែលខ្ញុំបានប្រើវាបន្ទាប់ពីយើងវាយ IP រួចហើយវាចាប់ដើមចូលក្នុង web របៀបនេះបង្ហាញយើងហើយយើងចាប់ដើម start ចុច configure ចុច configure វារកឃើញ automatic ទាំងអស់ណាវារកឃើញហើយ time zone យើងដូរមក Cambodia នេះ time zone វាដូរឲ្យខ្មែរហើយប៉ុន្តែ ID ឈ្មោះ Wi-Fi ដែលវាឡើងមកគឺ automatic របស់វាទេហើយចឹងយើងអាចដូរឈ្មោះបានណាឧទាហរណ៍ដើម្បីស្រួលចំណាំអានេះវា 2.4 GHz ចឹងទៅហើយ password យើងត្រូវប្រើ password ដែលមាននៅលើអានេះក៏ 2.4 ដែរតើមែនទេអានេះយើងវាយមិញយើងឡើងឲ្យយើងចឹងកាលណាយើងដូរខាងលើខាងក្រោមវាដូរអូតូម៉ាទិកឲ្យយើងហើយអានេះក៏វាដូរតាមមកលើបំផុតនឹងឲ្យយើងដែរហើយយើងអាចកែវាទៅអានេះគេមិញចឹងទៅហើយ add នោះយើងខ្ជិលដាក់ add យើងលុប add ចោលក៏បានដែរហើយដោយសាររបស់វាជា 100G វាដាក់ 100G ឲ្យយើងចឹងណាហើយយើងអាច set ID វាហើយ password តទៅពីយើង set ID រួចហើយចំអានេះតកែលើមិញមួយកែទាំងអស់ទៀតទេចឹងឥឡូវយើងកែនេះវិញទៀតចឹងអានឹងកែតែមេមួយអាក្រោមកែទាំងអស់ហ្គេមយើងក៏ថាហ្គេមចឹងទៅ
ស្អាតល្អមើលតិចអូឥឡូវទូចអាក្រោមក៏វាទូចតកែខុសទៀតទៅតាមហ្នឹងទៅហើយ password អញ្ចឹង password យើងវាយតែមួយទេវាទៅទាំងអស់ហើយអញ្ចឹង password យើងវាយខ្លួនឯងយើងចង់ដាក់ password អីដាក់ទៅឧទាហរណ៍ដាក់1 2 3 4 5 6 7 8 9ឧទាហរណ៍អញ្ចឹង password ណាឬក៏យើងដាក់ add ពីមុខអីមួយទៅដើម្បីកុំឲ្យគេយករបស់យើងបានហើយយើងចេះយើងដាក់ដុល្លារ1 2 3 add ហើយយើងបិទវិញធំជួចអញ្ចឹងវាការពារក្នុងការលួចយក password យើងប្រើហើយ password តើយើងដាក់ខាងលើគឺខាងក្រោមដូចគ្នាដែរនេះដើម្បីកុំឲ្យភ្លេចច្រឡំ password ហើយយើង copy password នោះទុកមកដុំសិនហើយនៅក្នុងនេះវាឲ្យ generate វាដាក់ខ្លួនវាហើយយើងអត់ទេយើងយក password ហ្នឹងហើយបន្ទាប់មកយើងយក next ហើយយើងយក try ទៅដើម្បីឲ្យវាធ្វើការកោអីហើយវាប្រាប់យើងអានោះដដែលអូ ID វាចុះវា on វាយក ID របស់វាមកប្រើយើងដូរឈ្មោះក៏បានវាមិនដូរឈ្មោះបានមិនឥឡូវឆ្លងដល់សាកម្ដងទៀតនោះមិនអញ្ចឹង2.4 អញ្ចឹងចុះបាច់ដកគ្នាអានេះវាឡើងទៅធ្វើតាមវាអញ្ចឹងទៅហ្នឹងអានេះខ្ញុំសុំឲ្យវាដឹងថា5កាលណាដាក់អញ្ចឹងវាច្រឡំអូអានេះហ្គេមមិញអត់បង្ហាញទេយល់អានេះវគ្គទី2វាអត់បង្ហាញហ្គេមអញ្ចឹងយើងអាចដកគ្នាបានអត់បញ្ហាទេដកគ្នាខាងលើដកគ្នាខាងក្រោមដែរកែទាំងអស់ទៀតដែរចឹងអានេះដូចជា guess ទេមិន guess ផងហ្នឹងITO ហ្នឹងដូចជា guess ចឹងអាហ្នឹងបើយើងអត់ប្រើយើងបិទចោលបានអត់បានចាប់អារម្មណ៍មិញចាឥឡូវយើងយកចុះអញ្ចឹង Wi-Fi វាបោះរហូតដល់415មុន3អាក្រោយ2ទៀតហើយនេះចប់ហើយយើងអាច scan QR code ដើម្បី lock យក app ទៅក្នុងទូរស័ព្ទយកទៅប្រើហើយនៅក្នុងនេះយើងអាច lock មិនអីទេព្រោះ app យើងអាចយកបានហើយតមក finish ពេល finish វាចេញទាំង menu បែបនេះហើយយើងមើលល្បឿននេះពងតាវាពងពេញឲ្យយើងអាចមើលក្នុង home អានេះ client internet វាយក DHCP យើងមិនត្រូវឲ្យផ្សេងទៀតទេហើយ Wi-Fi ដែលវាបោះឲ្យនេះ Wi-Fi របស់វានោះហើយDHCP ដែលវាបោះពីប្រមាណទៅប្រមាណយើងអាចធ្វើ custom យើងមើលសំខាន់ default gateway ព្រោះអីយើងចាប់ពី main router មក main router យើង gateway វា 192.168.01 ចឹងអានេះវាត្រូវចាប់ពី main router បើសិនជាខុស default gateway គឺវាអត់ធ្វើការទេ internet អត់ដើរទេបើយើងចាប់ Wi-Fi នឹងបន្តណាហើយឥឡូវយើងចាប់ដើមមើលនេះអានេះយើងភ្ជាប់ជាមួយខ្សែដោយសារសញ្ញា monitor ហើយសញ្ញានេះមួយនោះគឺភ្ជាប់មួយខ្សែឥឡូវយើងចាប់ដើមតេស្តនេះ Wi-Fi វា3 4 5អូខេអញ្ចឹងឧទាហរណ៍ឥឡូវយើងយក5នេះឲ្យខ្លាំងបន្តិចណាហើយ password មិញផាសចូលមកយើង copy រួចហើយយើងមើលត្រូវអត់ password ហ្នឹងហើយត្រូវហើយតោះមកយើងយកនេះ secure វាដើរហើយអញ្ចឹង internet យើងភ្ជាប់ Wi-Fi ហើយនេះនៅចេញសញ្ញា monitor ជាមួយខ្សែ network ឡើយដោយសារខ្ញុំអត់បានដកខ្សែពី computer ហើយអាខ្សែ WAN ហ្នឹងគឺអត់ដកទេយើងទុកប្រើព្រោះអីវាយក share បន្តតាមរយៈខ្សែឥឡូវខ្ញុំដកពី computer ព្រោះអីខ្ញុំ config តាម computer ឥឡូវខ្ញុំដកហើយនេះដកហើយវាចាប់អាហ្នឹងទេចាប់អាហ្នឹងយើងតេស្តមើល YouTube មើលតើវាដើរអត់ប្រើប្រាស់បណ្ឌិតវិសាខានេះឥឡូវយើងឃើញថាការ config យើងនេះដើរ successful ហើយវាដើរហើយលឿនទៀតណា
ហើយរបៀប configure 100G សេរីថ្មីនេះមានតែប៉ុណ្្នឹងទេហើយអានេះ Wi-Fi 7ទំចេញថ្មីខ្ញុំឃើញគេតាំងពីពណ៌នៅកក់ពេជ្របាទដល់ពេលអញ្ចឹងចាប់អារម្មណ៍ទៅដោយសារឃើញតម្លៃវាគួរសមដែលអាចយកទៅប្រើបានអត់ដល់200ទេហើយបើចង់ទិញខ្ញុំមិនផ្សព្វផ្សាយទេខ្ញុំឃើញគេលក់នៅអាណាណាតម្លៃហ្នឹងក្រៅពីហ្នឹងខ្ញុំអត់ដឹងគេលក់ប៉ុន្មានទេព្រោះអីថ្ងៃមុនឃើញគេតាំងពីពណ៌កក់ពេជ្រនៅអាណាណាកុំព្យូទ័របាទអរគុណច្រើន